របាយការណ៍បានបង្ហាញថាអ៊ីរ៉ង់ប្រើប្រាស់ផ្កាយរណបស៊ើបការរបស់ចិនដើម្បីកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Financial Times នៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានប្រើប្រាស់ផ្កាយរណបស៊ើបការសម្ងាត់របស់ប្រទេសចិនដើម្បីពង្រឹងសមត្ថភាពថ្មីរបស់ខ្លួននៅក្នុងគោលដៅនៃការវាយប្រហារលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ាក្នុងកំឡុងពេលដែលមានចំនួនសង្គ្រាមនាពេលថ្មីៗនេះរបាយការណ៍បឋមអំពី Reuters ក៏បានឲ្យដឹងដែរថាការទម្លាយព័ត៌មានដ៏រសើបនេះបានបង្ហាញអំពីកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាយោធាកាន់តែស៊ីជម្រៅរវាងទីក្រុងតេហេរ៉ង់និងទីក្រុងប៉េកាំងដែលបានផ្ដល់នូវលទ្ធភាពឲ្យសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ទទួលបាននូវទិន្នន័យរូបភាពនិងព័ត៌មានសម្ងាត់អំពីអវកាសយ៉ាងជាក់លាក់សមត្ថភាពថ្មីនេះត្រូវបានគេជឿជាក់ថាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយឲ្យកងកម្លាំងរបស់អ៊ីរ៉ង់អាចតាមដានរាល់ចលនានិងទីតាំងយុទ្ធសាស្ត្ររបស់កងទ័ពសហរដ្ឋអាមេរិកដែលឈរជើងនៅក្នុងតំបន់ជាមួយទៅនឹងកម្រិតសុក្រិតភាពខ្ពស់ដែលអ៊ីរ៉ង់មិនធ្លាប់មានពីមុនមកបើទោះបីជាយ៉ាងណាក៏ដោយរបាយការណ៍បឋមអំពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅមិនទាន់បានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីប្រភេទផ្កាយរណបជាក់លាក់ឬប្រតិកម្មជាផ្លូវការអំពីសំណាក់រដ្ឋាភិបាលទីក្រុង Washington និងទីក្រុងប៉េកាំងនៅឡើយនោះទេការប្រើប្រាស់បច្ចេកវិទ្យាស៊ើបការសម្ងាត់កម្រិតខ្ពស់នេះកំពុងតែបង្កើននូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ាគណៈពេលដែលភាពតានតឹងរវាងមហាអំណាចពិភពលោកនិងប្រទេសអ៊ីរ៉ង់នៅតែបន្តស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្នអ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិយល់ឃើញថាប្រសិនបើរបាយការណ៍នេះគឺជាការពិតវានឹងក្លាយទៅជាចំណុចរបត់ថ្មីមួយនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមសម័យទំនើបដែលបច្ចេកវិទ្យាទីអវកាសរបស់មហាអំណាចអាស៊ីត្រូវបានយកមកប្រើប្រាស់ដើម្បីប្រឆាំងទៅនឹងឥទ្ធិពលយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ដែលមានចំនួនរ៉ាំរ៉ៃមួយនេះ